បាទជំរាបសួរមិត្តភក្តិបងប្អូននៅក្នុងបណ្ដាញសង្គមនៅចុងសប្តាហ៍នេះខ្ញុំបាទចង់បបួលទៅដើរលេងនៅខេត្តសៀមរាបម្ដងទៀតលើកនេះគឺយើងទៅបារាយណ៍ខាងលិចដែលនៅភាគខាងលិចនៃខេត្តសៀមរាបបងប្អូនខ្លះបានជ្រាបបងប្អូនខ្លះក៏មិនទាន់បានជ្រាបថាបារាយណ៍នៅខេត្តសៀមរាបមានដល់4បាទមានបារាយណ៍ខាងលិចដែលយើងកំពុងតែឃើញនេះបារាយណ៍ខាងជើងខាងត្បូងហើយនិងបារាយណ៍ខាងកើតដែលមានទំហំខុសៗគ្នាបារាយណ៍ខាងលិចដែលយើងកំពុងនៅនេះគឺមានទំហំបណ្ដោយប្រហែលនឹង8គីឡូម៉ែត្រហើយនឹងទទឹងប្រហែលនឹងជាង2គីឡូម៉ែត្រដែលនៅរដូវវស្សាអាចផ្ទុកទឹកបានដល់ទៅប្រហែលនឹង53លានម៉ែត្រគូបនោះចុះហេតុអីបានផ្ទុកទឹកបានច្រើនតែក្នុងរូបភាពវីដេអូនេះឃើញមានពួកខ្ញុំអាចជិះលេងនៅមាត់បារាយណ៍នឹងបានដោយសារមានការបង្ហូរទឹកជួសជុលប្រាសាទនៅកណ្ដាលបារាយណ៍ហ្នឹងដែលមានឈ្មោះប្រាសាទមេបុនខាងលិចដែលអ្នកជំនាញនិងអាជ្ញាធរអប្សរាគាត់កំពុងតែញាត់ដៃញាត់ជើងក្នុងការជួសជុលដែលខ្ញុំបានតាមដានប្លុករបស់បងប្រុសម្នាក់គាត់បានធ្វើហ្នឹងគឺស្នាដៃរបស់ពួកគាត់ល្អមែនទែនហើយការជួសជុលហ្នឹងគឺចិត្តនឹងបង្ហើយហើយពីបងប្អូនបានឃើញសូម្បីតែផ្លូវនៅលើខ្នងបារាយណ៍នេះក៏កំពុងស្ថិតនៅក្នុងការថែទាំចាក់កៅស៊ូបន្ថែមហើយនឹងតំបន់ខ្លះក៏ត្រូវបានជួសជុលហើយនេះគឺជាខ្នងបារាយណ៍នៅលើខ្នងហ្នឹងគឺមានការធ្វើទំនប់មានការធ្វើប្រព័ន្ធបិទបើកទឹកនៅរដូវវស្សានៅពេលទឹកឡើងច្រើនគឺយើងមានការបង្ហូរចេញខ្លះហើយនឹងរដូវប្រាំងបាទប្រជាកសិករយើងនៅតំបន់បារាយណ៍ហ្នឹងគាត់ត្រូវការទឹកខាងអាជ្ញាធរគាត់នឹងបង្ហូរទឹកចេញដើម្បីឲ្យពួកគាត់ធ្វើស្រែប្រាំងឬក៏ចំការដែលនៅបរិវេណម្ដុំបារាយណ៍ហ្នឹងហើយតាមដឹងគឺព្រែកដែលហូរចេញហ្នឹងគឺចាក់ទៅដល់ម្ដុំចិត្តខេត្តសៀមរាបនោះហើយទៅដល់ស្រុកពួកស្រុកអីនោះបាទនេះជារូបភាពខ្លះដែលពួកខ្ញុំបានផ្ដិតសម្រាប់ជាអនុស្សាវរីយ៍នេះគ្រាន់តែជាការពញ្ញាអារម្មណ៍បងប្អូនខ្លះឲ្យបានស្គាល់ហើយអាចចង់ទៅលេងដូចខ្ញុំអរគុណហើយនឹងជួបគ្នានៅប្លុកក្រោយជម្រាបលា